បងប្អូនទាំងអស់គ្នាខ្ញុំបានទៅមើលរឿងដីភ្លើងឆេះក្លឹបឬក៏អូតែលឆ្នាំ2005ហ្នឹងណារួចហើយនិយាយទៅគឺល្អមើលមែនតើហ្មងហើយខ្ញុំឲ្យ10 លើ 10ជាពិសេសគឺតួអង្គដែលព្រាយថ្មីហ្នឹងតែម្ដងនិយាយទៅគឺរឿងនេះគឺតចេញពីវគ្គ1គឺភ្លើងឆេះក្លឹបក្រោមដីអញ្ចឹងតួអង្គដែលព្រាយចូលលើកទី1ហ្នឹងគឺតួអង្គពិសីដែលធ្វើឲ្យសាច់រឿងហ្នឹងទាំងមូលគឺល្អមើលមែនតើហើយអ្នកទាំងអស់គ្នាក៏អាចមើលវគ្គ1បានដែរបើសិនជាចង់ទៅមើលវគ្គ2សូមទៅមើលវគ្គ1សិននៅក្នុង app អង្គរ DC គេមានដាក់នៅក្នុងហ្នឹងហើយនិយាយពីរឿងវគ្គ2នេះវិញវគ្គ2នេះគឺគេមានតួអង្គថ្មីមួយទៀតដែលឈ្មោះតៃដែលត្រូវព្រាយចូលម្ដងទៀតហើយសាច់រឿងទាំងមូលហ្នឹងគេនិយាយពីរឿងប្រវត្តិដីដែលសាងសង់ក្លឹបដែលមុននឹងឆេះហ្នឹងអញ្ចឹងគេនិយាយមកគឺលំអិតតាំងពីណាពីណីមកថាដីហ្នឹងអ្នកណាជាម្ចាស់ដីអីចឹងទៅហើយគេសង់អីគេមុនគេធ្វើអីមុនគេចឹងណាទៅបានបន្តរហូតមកដល់ខ្លាយទៅជាក្លឹបដែលឆេះហ្នឹងឈុតឆាកបញ្ញត្តិហ្នឹងគឺធ្វើឲ្យយើងស្រែកហើយវាមានអាបែបប្រូលឆ្ងាញ់ឆ្ងាញ់បោះតួព្រាយហ្នឹងទៀតនិយាយទៅគឺខ្ញុំឲ្យ10 លើ 10ហ្មងលើប្រូលទាំងអស់ហ្នឹងប៉ុន្តែគាត់ថាខ្នាញ់ព្រាយហ្នឹងដែរខ្នាញ់តួអង្គដែលព្រាយចូលហ្នឹងដែរនិយាយទៅល្អមើលមែនតើហ្មងតួដែលសម្ដែងនៅក្នុងរឿងហ្នឹងទាំងអស់គឺសុទ្ធតែស័ក្តិសមទាំងអស់ដែលធ្វើឲ្យសាច់រឿងហ្នឹងទាំងមូលគឺល្អមើលមែនតើហ្មងហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលហ្នឹងគឺគេចាប់ផ្ដើមចាក់ប្រចាំងពីថ្ងៃទី24ហ្នឹងទៅហើយអញ្ចឹងអាចទៅកក់សបុតមុនក៏បានតាមទិញតាម app ក៏បានដែរនៅ Legend ណាហើយខ្ញុំធានាថាល្អមើលមែនតើគឺល្អមើលដូចកាលពីរឿងភ្លើងឆេះក្លឹបក្រោមដីអញ្ចឹងវាមួយយ៉ាងម្នាក់គឺសាច់រឿងគឺឆ្ងាញ់មែនតើហ្មងហើយជាពិសេសគឺតួអង្គហ្នឹងហ្មងចង់វាយព្រាយហ្នឹងម្ដងទៀតហើយដោយសារកាលពីមើលវគ្គទី1ខ្ញុំចង់វាយតួព្រាយម្ដងហើយតួពិសីដល់ពេលឥឡូវតួតៃនេះកាន់តែឆ្ងាញ់ទៀតសុំតែសើហ្មង